ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនាយកដ្ឋានអង្គការសហប្រជាជាតិសេចក្តីប្រកាសព័ត៌មានព្រះរាជាណាចក្រកម្ពុជាបានជាប់ឆ្នោតសារជាថ្មីជាសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ UNAIDS សម្រាប់អាណត្តិ2026-2028ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសជម្រាបអំពីការជាប់ឆ្នោតជាថ្មីម្ដងទៀតជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ UNAIDS សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកអាណត្តិ2026-2028ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី1ខែមករាឆ្នាំ2026សេចក្តីសម្រេចនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី22នៃក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី10ខែមិថុនាឆ្នាំ2025នៅទីក្រុងញូវយ៉កដែលនេះជាសមិទ្ធផលដ៏សំខាន់មួយបញ្ជាក់អំពីការបដិញ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងសកលចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍និងការលើកកម្ពស់គំនិតផ្ដួចផ្ដើមសុខភាពសាធារណៈក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ UNAIDS គឺជាអង្គភាពដឹកនាំដែលមានភារកិច្ចកំណត់ទិសដៅយុទ្ធសាស្ត្រនិងធានាឲ្យបាននូវប្រសិទ្ធភាពក្នុងការចាត់វិធានការសកលឆ្លើយតបនឹងជំងឺអេដស៍ការជាប់ជាសមាជិកសារជាថ្មីនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីដ៏សំខាន់នេះឆ្លុះបញ្ចាំងអំពីទំនុកចិត្តនិងការទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិចំពោះការចូលរួមចំណែកនិងភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងការពង្រឹងអត្ថិភាពសុខភាពសកលក្នុងឱកាសដែលកម្ពុជានឹងបន្តអនុវត្តនៅភារកិច្ចដ៏សំខាន់នេះកម្ពុជានឹងបន្តដើរតួនាទីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍តាមរយៈការអនុវត្តយុទ្ធសាស្ត្រគោលនយោបាយបរិយាសកម្មការចាត់វិធានការគោលដៅនិងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធតំបន់និងអន្តរជាតិរាជរដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសមាជិកទាំងអស់ដែលបានគាំទ្រនិងមានទំនុកចិត្តមកលើកម្ពុជានឹងបន្តចូលរួមយ៉ាងសកម្មក្នុងក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ UNAIDS ដើម្បីពង្រឹងគំនិតផ្ដួចផ្ដើមសុខភាពសាធារណៈដែលប្រកបដោយសុវត្ថិភាពបរិយាបន្ននិងភាពធន់ក្នុងសាមគ្គីភាពនិងទំនួលខុសត្រូវរួមថ្ងៃអង្គារ700ខែចេសឆ្នាំម្សាញ់ស័ករាជពុទ្ធសករាជ2569ភ្នំពេញថ្ងៃទី17ខែមិថុនាឆ្នាំ2025